សម្រាប់ menu បាទប្រិមិត្តនៅតែសួរណែនាំតាក់ទងមួយ menu បាទអញ្ចឹងជំរាបជូនប្រិមិត្តអាចមើលទៅ comment បានប្រិមិត្តអ្នកសួរទេបាទមិនមែនខ្ញុំនិយាយអីទៅគឺតែលើកឡើងរឿង menu ទេសម្រាប់ Manchester United ខ្ញុំនៅនិយាយដដែលដល់ខ្លីដោយមិនចាំបាច់និយាយអីច្រើនទេសម្រាប់គាត់គឺវាអត់មានអីនិយាយត្រូវបាទកន្លែងដែលគាត់ត្រូវលេងឈ្នះគាត់ទៅជាចាញ់កន្លែងដែលយើងមើលទៅគាត់លេងមិនឈ្នះគាត់ចាញ់គាត់ទៅបែរទៅជាឈ្នះបាទអញ្ចឹងវាអត់មានអ្វីដែលថិតថេរបាទអត់មានអ្វីដែលថិតថេរចង់ឲ្យមនុស្សទៅវិភាគឬក៏ចង់ឲ្យ AI ទៅវិភាគបាទ menu ទៀតក៏វិភាគមិនត្រូវដែរបាទសម្រាប់មកដល់បច្ចុប្បន្ននេះគឺលោក Amorim បើសិនជាយើងនិយាយការដឹកនាំរបស់គាត់គឺឈ្នះតិចជាងចាញ់បាទចាញ់ច្រើនជាងឈ្នះសម្រាប់គ្រឿងរ៉ាវដោះបញ្ចេញឬក៏ដោះដូរលោក Amorim ឬក៏អត់នោះគឺយើងអត់ទាន់ដឹងប៉ុន្តែសម្រាប់លោក Amorim តែតែលើកឡើងថាគាត់មានតំណែងតំណងល្អជាមួយនឹងក្លឹបបាទអញ្ចឹងសម្រាប់ក្លឹបមកដល់ពេលនេះបើសិនជាបញ្ចេញលោក Amorim ទៀតសួរថាតើនឹងទៅមុខទៀតដែរទេបាទចម្លើយគឺមានតែដដែលគឺមានន័យថាយកគ្រូថ្មីមកចាប់ផ្ដើមពីចំណុច0យកគ្រូថ្មីមកគឺចាប់ផ្ដើមចេញពីចំណុច0ដដែលបាទយ៉ាងណាមិញប្រិមិត្តបាទសម្រាប់កីឡាកររបស់ Manchester United យើងអត់ទាន់មើលឃើញថាកន្លែងណាគឺជាគោលបាទកន្លែងណាដែលគឺជាអ្នកនាំឲ្យក្រុមគឺមានលទ្ធភាពខ្ពស់នោះទេបាទយើងអាចនិយាយថារំពឹងទៅលើ Bruno Fernandes ប៉ុន្តែ Bruno គឺគាត់ដោយការប្រកួតខ្លះទៅគឺគាត់ support ច្រើនប្រកួតខ្លះទៀតគាត់អត់ support ទេគាត់ព្យាយាមគាត់ព្យាយាមសុទ្ធដែរខ្ញុំនៅនិយាយតែសម្រាប់ Mbeumo គឺគាត់នៅតែល្អធ្វើគ្រប់ការប្រកួតបាទនៅពេលតែគាត់ចាប់ផ្ដើមចូលរួមជាមួយនឹង Manchester United សម្រាប់ Cunha ខ្ញុំគិតថាគាត់ល្អហើយប៉ុន្តែដោយសារតែញោមញីជាមួយនឹងបញ្ហារបួសតំបន់ការពារដាក់ប៉ុណ្ណឹងល្អហើយតែគ្រូលោក Amorim តែងតែដោះដូរដែលខ្ញុំលើកឡើងអញ្ចឹងបាទធ្លាប់តែល្អមានលុកសមាន Delay មាន Euro តែគាត់ទៅអីណាដាក់ Masraoui អីចឹងទៅបាទដាក់ Heaven អីចឹងទៅបាទចំណុចនេះគឺជាចំណុចមួយអាចនិយាយបានថាលោក Amorim គាត់ព្យាយាមមើលកីឡាករអញ្ចឹងណាប៉ុន្តែគាត់ព្យាយាមមើលកីឡាករពេលនេះគឺកំពុងតែព្យាយាមមើលកីឡាករដែលកំពុងតែត្រូវការជ័យជំនះហើយបាទបើសិនជាគាត់ដាក់កីឡាករប៉ុណ្ណឹង3ប្រកួត4ប្រកួតនៅតែឈ្នះនៅតែធ្វើបានល្អនឹងហើយបាទគាត់អាចថែរក្សាប៉ុណ្ណឹងទុកបានហើយប៉ុន្មានត្រឹមឈ្នះបានមកប្រកួត2ប្រកួតដោះដូរទៀតណាបាទដល់ពេលដោះដូរមកចាប់ដើមទៀតថាស្មើទៀតថាចាញ់ទៀតណាបាទចំណុចនេះបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាសម្រាប់បាទ Manchester United មិនដឹងថាគួរនិយាយបែបណាទេបាទបើសិនជាដូចជា Arsenal ដែលប្រិយមិត្តថាអូ Arsenal អូខេយើងអាចនិយាយអំពី Arsenal បានថាអូកម្រិតនៃក្នុងការលេងមានការធ្លាក់ចុះដោយសារអីកីឡាករនៅក្នុងតំបន់ការពារគឺមានការផ្លាស់ប្ដូរអស់ហើយដោយសារតែកីឡាករការពារដែលល្អហ្នឹងគឺត្រូវបានរងរបួសដូចជា Gabriel Magalhaes ដូចជា Saliba ឥឡូវរបួសបាទ Mosquera មួយទៀតអញ្ចឹងធ្វើឲ្យដាក់កីឡាករ Hincapié Timber ហើយជាមួយនឹង Ben White ស្ថិតនៅក្នុងតំបន់ការពារដែលធ្វើឲ្យតំបន់ការពាររបស់ Arsenal ហ្នឹងមានការថមថយនេះយើងអាចនិយាយចឹងបានណាដល់ពេលមកមើល Man U វិញខ្ញុំនិយាយថាម៉េចដាក់ប៉ុណ្ណឹងល្អហើយអាទិត្យក្រោយដាក់កីឡាករណាស្គយចឹងទៅបាទហើយបន្តមកទៀតឆ្នាំថ្ងៃហ្នឹងគឺលេងមួយក្រុមអន់លេងអត់ឈ្នះទេបាទប៉ុន្តែដល់ពេលចាប់ផ្ដើមអាទិត្យក្រោយលេងមួយក្រុមខ្លាំងគាត់លេងឈ្នះអាហ្នឹងធ្វើមិនវិញបាទវិភាគមិនត្រូវទេបាទសម្រាប់ Man U នោះបាទបាទរ៉ូស៊ីការបានលេងជាមួយគេវិញបងចប់សង្គ្រាមមួយអ៊ុយក្រែនហ្នឹងបាទគេលើកលែងវិញហើយបាទ Chelsea បន្ទាប់ពីឈ្នះបាសេមកអត់ដែរឈ្នះសោះបាទបាទអញ្ចឹងយើងនិយាយអំពី Man U ប៉ុណ្្នឹងទៅបាទមិនបាច់និយាយច្រើនពេកទេឥឡូវក៏ Man U ហ្នឹងមិនស្រួលប្រហែលដែរសម្រាប់លោក Amorim ព្រោះដោយសារតែមិនទាន់ធ្វើបានល្អទេហើយណាមួយទៀតគឺគេកំពុងតែសង្កត់ធ្ងន់ទៅលើ Kobbie Mainoo បាទ Kobbie Mainoo គឺគាត់នៅតែទ្រាំចិត្តចង់ចាក់ចេញពី Manchester United តែលោក Amorim ថាត្រូវការ Mainoo តែអត់ដាក់ Mainoo លេងទេបាទចំណុចនេះគឺជាចំណុចមួយដែរធ្វើឲ្យមានបញ្ហាចម្រូងចម្រាសច្រើនផងដែរបាទអញ្ចឹងយើងនិយាយ Man U ទៅប៉ុណ្្នឹងទៅ